so với hết cứ design cho mọi chân như chỉ có hoa thông để nhỏ bạn đi soi dây cả to mùi này nè là cái trong ban nhưng trong giờ pha không mà cài mà nó tiết dân rợt khơi này nó phải trong tới bao nhiêu lần thả ban sao chụp pha này dương việc dương thơ design rồi hòn dương design mà ăn được chứ nhưng vừa chỉ là nặng bay được bài tới đồng bay nhưng mà thả tăng cuối năm cái on chân chân ជំរាបសួរទស្សនិកជនទាំងអស់គ្នាស្វាគមន៍មកកាន់ Podcast Design episode ទី 5 ជំរាបសួរបងមានអារម្មណ៍មិនដែរឥឡូវយើងឈានចូលមកដល់ episode ទី 5 ហើយមានអារម្មណ៍ថាសប្បាយហើយពេលយើងថតច្រើនទៅមានអារម្មណ៍ថាវាបាត់ភាពអៀនខ្មាស់ច្រើនអញ្ចឹងណាហើយស្បែកចិត្តក្នុងការថតឥឡូវយើងកុំឲ្យខាត់ពេលយូរយើងឈានចូលមកដល់សំណួររបស់យើងហ្មងទៅថ្ងៃនេះចង់សួរបងថានៅពេលដែលបង design ឬមួយក៏បងធ្វើ content អីមួយកំហុសធំបំផុតរបស់បងគឺជាអីគេកំហុសធំបំផុតពេលដែល design គឺភាគច្រើនពេលដែលបាននេះភ្លាមគឺខ្ញុំអត់ទៅវាគិតអីច្រើនទៅដល់បើ show វាឲ្យគឺ design ខ្ញុំអញ្ចឹងគឺជាកំហុសធំដែលខ្ញុំអត់បាន research អីតាក់ទងមួយដែរអ្នកដែលគេចង់បានថា artwork មួយហ្នឹងគេចង់បានបែបអីចឹងណាហ្នឹងជាកំហុសដែលខ្ញុំធ្លាប់ធ្វើកន្លងមកគឺខ្ញុំអត់បានសួរគាត់បានស៊ីជម្រៅទេចូលទៅដល់គឺបង software ឲ្យ design យកមកហើយអត់បាន research ពីcolor ឬក៏អីដែលគាត់ចង់បានចឹងណាតាក់ទងមួយ artwork ហ្នឹងចឹងពេលដែលខ្ញុំធ្វើទាំងខុសហើយគាត់ឲ្យកែវិញចឹងតែហ្នឹងជាកំហុសធំរបស់ខ្ញុំតែក៏ក្រោយៗមកខ្ញុំបានកែទម្លាប់ហ្នឹងចឹងបងអូខេអញ្ចឹងសម្រាប់បងវិញតើជាអ្វីជាកំហុសធំរបស់បងពេលដែលបង design កំហុសធំបំផុតរបស់ខ្ញុំគឺការដែលខ្ញុំធ្វើ poster លើកដំបូងពេលនោះគឺខ្ញុំធ្វើ poster ធ្វើអីហើយតែកំហុសធំនោះគឺខ្ញុំអត់បាន save file របៀបការនោះខ្ញុំ export តែជារូបពេកដល់ពេលចឹងទៅដល់ពេលយើងចង់យក file នោះមកកែម្ដងទៀតយើងរត់ឃើញដល់ពេលចឹងទៅបាទខ្ញុំដឹងថាការនោះគឺខ្ញុំបានតែ export ទេខ្ញុំអត់បាន save ជា file ទេនឹងកំហុសធំបំផុតសម្រាប់ខ្ញុំមកពេលដែលខ្ញុំធ្វើ poster លើក្រោយទៀតយើងរបៀប save សិនហើយបាទខ្ញុំ export វាតាមក្រោយដើម្បីកុំឲ្យវាបាត់ file ទៀតចឹងសម្រាប់សំណួរទី2ដល់ពេលដែលបងបានសាងកំហុសធំនឹងហើយបងរៀនអីពីវាបានខ្លះខ្ញុំរៀនបានច្រើនគួរសមណាទីមួយគឺតកតងមួយនឹងការអ្នកដែលគេឲ្យ feedback មកវិញពេលយើងបាន feedback ពេលយើងធ្វើកំហុសគេឲ្យ feedback វិញគឺយើងយក feedback ហ្នឹងទៅកែលម្អវិញចឹងទៅហើយខ្ញុំគិតថាការ design មួយពេលដែលយើង design គឺកុំឲ្យញញ៉ៃពេកមើលមកភាពសាមញ្ញអញ្ចឹងភាពសាមញ្ញគឺវាស្អាតហើយកុំឲ្យវាស្កេសមើលទៅវាញញ៉ៃហ្នឹងហើយអ្វីដែលខ្ញុំរៀនពីវាហើយក៏រៀនសូត្របានច្រើនបន្ថែមទៀតតកតងមួយនឹងការ design អញ្ចឹងណាពេលយើង design យើងត្រូវការធ្វើម៉េចឲ្យវាល្អហើយអ្នកដែលគេចង់ឲ្យយើង design ហ្នឹងគឺគេទទួលយកបានហើយចុះសម្រាប់បងវិញសម្រាប់ខ្ញុំហ្នឹងគឺដូចនិយាយមុនហ្នឹងចឹងពេលដែលខ្ញុំធ្វើ poster ឬមួយក៏ធ្វើអីមួយចឹងទៅគឺខ្ញុំត្រូវតែមានការប្រុងប្រយ័ត្នទៅលើការ save file មួយព្រោះអីបើមិនចឹងទេវាអាចប៉ះពាល់ធ្វើឲ្យបាត់ file ដូចកាលពីនេះដែលខ្ញុំសាងកំហុសលើកដំបូងចឹងចឹងឈានចូលដល់សំណួរទី3តើproject ណាមួយដែលធ្វើឲ្យបងស្ដាយក្រោយ project ដែលស្ដាយក្រោយគឺមានដែរពេលដែលធ្វើឲ្យគ្រូឬក៏អ្នកដែលនៅធ្វើឲ្យគ្រូនៅសាលារៀនតែស្អីមិនអញ្ចឹងពេលហ្នឹងគឺធ្វើឲ្យខុសច្រើនមែនតើគ្រូឲ្យកែឡើងពី3ដងហើយយើងធ្វើចេះតែធ្វើទៅរហូតហើយពេលហ្នឹងក៏ស្ដាយដែរដែលយើងអត់បានធ្វើល្អអញ្ចឹងណាយើងចេះតែធ្វើរៀនបញ្ញាហើយអត់សូវបាន research ឲ្យច្បាស់ពីតកតងអ្វីដែលគ្រូឲ្យធ្វើអញ្ចឹងអាហ្នឹង project ដែលខ្ញុំស្ដាយហើយបើសិនជាពេលទៅហ្នឹងគឺយើងនឹង research ឲ្យច្បាស់លាស់ជាងហ្នឹងហើយយើងធ្វើវាល្អជាងហ្នឹងអូខេចុះសម្រាប់បងវិញកាលពេលដែលខ្ញុំចូលរៀនឆ្នាំទី2គ្រូគាត់ឲ្យរបៀបគាត់ឲ្យយើងធ្វើ poster ឲ្យបង្ហាញស្នាដៃតើគាត់តែខ្ញុំបានធ្វើហើយតែខ្ញុំអត់បានផ្ញើ poster ហ្នឹងទៅឲ្យគាត់ដើម្បីឲ្យគាត់ជួយមើលជួយកែសម្រួលនៅកន្លែងណាដែលខ្ញុំខ្វះខាតអីទេពេលចឹងទៅមានអារម្មណ៍ថាទោះបីជាយើងធ្វើហើយយើងបានត្រឹមតែមើលខ្លួនឯងយើងអត់ដឹងពីចំណុចខ្វះខាតចំណុចកន្លែងណាដែលយើងត្រូវកែអីចឹងយើងអត់ដឹងទេតែបើសិនជាយើងបានផ្ញើឲ្យគាត់ទៅយើងមានអារម្មណ៍ថាយើងខុសកន្លែងណាយើងអាចកែតម្រូវវាបានទៀតដល់ពេលចឹងខ្ញុំមានអារម្មណ៍ថាខ្ញុំស្ដាយក្រោយខ្លាំងមែនទែនចូលមកដល់សំណួរបន្ទាប់តើចំពោះបញ្ហាដែលបងបានធ្វើនឹងបងដោះស្រាយវាដោយរបៀបណាដែរពេលចឹងសម្រាប់ខ្ញុំពេលដែលខ្ញុំជួបបញ្ហាទាំងអស់ហ្នឹងដំបូងឡើយគឺខ្ញុំពេលយើងបាន feedback ឬក៏ AV គឺខ្ញុំពិភាក្សាជាមួយនឹងអ្នកដែលធ្វើជាមួយខ្ញុំមិត្តភក្តិរបស់ខ្ញុំដ
ដើម្បីយើងរកចំណុចខុសខាតដើម្បីកែលម្អរបស់យើងថ្ងៃក្រោយហើយមួយទៀតគឺខ្ញុំស្រាវជ្រាវបន្ថែមនៅលើអ៊ីនធឺណិតដើម្បីយើងមើលថាតើអីដែលយើងអាចយក inspiration ពីគេបានដើម្បីមកអភិវឌ្ឍនៅសមត្ថភាពរបស់យើងនៅបន្ថែមពេលយើង design ហើយមួយទៀតគឺយើងធ្វើ design ឧទាហរណ៍យើង design មួយ artwork ចឹងយើងធ្វើជាលក្ខណៈ3-4បែបទៅដើម្បីយើងមើលថាតើមួយណាវាល្អចឹងទៅហ្នឹងហើយបងចុះសម្រាប់បងវិញសម្រាប់ខ្ញុំវិញខ្ញុំដូចគ្នាពីចឹងខ្ញុំយកមកពិភាក្សាជាមួយមិត្តភ័ក្តិជាមួយអីអញ្ចឹងទៅដើម្បីយកមកកែតម្រូវនៅចំណុចខ្វះខាតរបស់យើងហើយអីដែលសំខាន់គឺរបៀបដូចថាយើងមិនថាយើងធ្វើអីមួយទៅយើងត្រូវតែហ៊ានទទួលយកនៅបង្ហាញស្នាដៃរបស់យើងទោះបីជាយើងធ្វើខុសឬមួយក៏ធ្វើត្រូវក៏ដោយយើងកុំខ្មាស់អៀនដោយសារតែពេលនោះដែរដោយសារខ្ញុំអត់តន់ហ៊ានបង្ហាញស្នាដៃទៅឲ្យគ្រូមើលឯដល់ពេលអញ្ចឹងខ្ញុំមានអារម្មណ៍ថារៀនខ្មាស់អៀនដែរអញ្ចឹងបើខ្ញុំមានអារម្មណ៍ថាអត់តន់ហ៊ានផ្សាយអត់តន់ហ៊ានឲ្យគាត់មើលដល់ពេលអញ្ចឹងមានអារម្មណ៍ស្ដាយក្រោយដោយសារអត់ដឹងពីចំណុចដែលខ្លួនឯងខ្វះខាតទេចូលមកដល់សំណួរចុងក្រោយចង់សួរបងថាតើកំហុសនឹងអាចជួយឲ្យបងរីកចម្រើនបានអត់សម្រាប់ខ្ញុំយល់ថាកំហុសដែលកន្លងមកដែលខ្ញុំបានធ្វើហ្នឹងគឺវាជួយខ្ញុំបានច្រើនមែនតើជួយអភិវឌ្ឍសមត្ថភាពរបស់ខ្ញុំឲ្យវាកាន់តែល្អជាងមុនអញ្ចឹងណាហើយជាទូទៅនៅក្នុងវិស័យ design យើងជាអ្នក designer វាតែមានកំហុសរបស់ដែលយើង design មក artwork ម្ដងវាមិនដែលត្រូវរហូតទេអញ្ចឹងវាតែមានកំហុសស្នៃបានយើងអាចជោគជ័យបានអញ្ចឹងពេលដែលយើងមានកំហុសហ្នឹងហើយយើងយកកំហុសហ្នឹងមកគិតពិចារណាហើយយើងគិតមើលថាតើយើងខុសកន្លែងណាយើងត្រូវកែកន្លែងណាដើម្បីស្ថាបនារបស់យើងហ្នឹងឲ្យវាទៅមុខទៀតអញ្ចឹងណាដើម្បីយើងខ្លាចជាអ្នក design ដែលមានលក្ខណៈ professional ហ្នឹងហើយជឿសម្រាប់បងហ្នឹងសម្រាប់ខ្ញុំដូចគ្នាដោយសារតែយើងមានកំហុសហ្នឹងហើយទៅយើងអាចមានការអភិវឌ្ឍខ្លួនឯងនៅពេលដែលយើងមានកំហុសអីមួយចឹងទៅយើងត្រូវគិតឡើងវិញថាមិនបានយើងសាងកំហុសហ្នឹងមកមិនថាយើងដូចថាពេលដែលយើងធ្វើ poster អីមួយចឹងដូចបងនិយាយចឹង poster artwork អីមួយវាអត់អាចធ្វើម្ដងត្រូវទេអញ្ចឹងយើងដូចថាយើងត្រូវតែមើលនៅចំណុចខ្វះខាតដើម្បីយកមកកែប្រែវាម្ដងទៀតអញ្ចឹងសម្រាប់អេពីសូតហ្នឹងដែរក៏ឈានចូលមកដល់ទីបញ្ចប់ដែរសម្រាប់អីដែលពួកខ្ញុំបាននិយាយទាំងពីរនេះមិញគឺជាបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកខ្ញុំអញ្ចឹងសម្រាប់ designer គ្នាយើងបើសិនជាមានមតិអីថ្មីអាចចូល comment នៅក្នុងវីដេអូហ្នឹងបានអញ្ចឹងសម្រាប់អេពីសូតហ្នឹងឈានចូលមកដល់ទីបញ្ចប់ហើយខ្ញុំទាំងពីរនេះក៏សូមជម្រាបលាហើយចាំជួបគ្នាជាមួយនឹងអេពីសូតបន្តទៀត